បើខ្ញុំនេះខ្ញុំមកចែងលេខតាមសំណុំពរបងប្អូនកសិករដែលគាត់សួរថាតើយើងគូបាច់ជីផ្ដាច់នៅពេលណាហើយសង្កេតតែម៉េចនៅពេលដែលស្រូវយើងអាចបាច់ជីផ្ដាច់បានណាអានេះយើងវិធីសង្កេតងាយពាក់ព័ន្ធនឹងសលៃស្រូវបាទស្រូវនេះអាយុដូចជា40ថ្ងៃហើយបាទសលៃចាប់ផ្ដើមឡើងបន្តិចបាទដើមរៀងទៀបដែរអញ្ចឹងណាបាទសលៃនេះគឺជាបង្កកើតទៅជាគូទៅជាគ្រាប់អញ្ចឹងអានេះឲ្យដែលស្រូវកំពុងតែពេញត្រូវការអាហារអញ្ចឹងមិនថាបាញ់ជីបំពន់ឬបាច់ជីផ្ដាច់ទេក្នុងពេលនេះគឺល្អបាទមួយទៀតពាក់ព័ន្ធនឹងនេះថ្នាំការសង្កេតមើលពីថ្នាំណានេះឲ្យតែដាច់កតុយថ្នាំនេះហើយគឺស្រូវចាប់ផ្ដើមដាច់សលៃហើយរៀបមកដើមផើមតូចហើយអញ្ចឹងយើងត្រូវបាញ់ជីបំពន់ចូលដើម្បីឲ្យសលៃនេះក៏កើតទៅជាគ្រាប់ច្រើនគូវែងគ្រាប់ធំនឹងមានទម្ងន់មួយទៀតគឺអាហារមួយគឺបាជីគ្រាប់បាទបងប្អូនគូតបាជីគ្រាប់នៅពេលដែលស្រូវចាប់ផ្ដើមឡើងសលៃបាទបើសិនជាអាយុស្រូវវិញយើងសួរតែពេលណាបាទខ្ទង់38ថ្ងៃ40 42អញ្ចឹងទៅតាមការថែទាំអញ្ចឹងណាបាទយើងមានទឹកដាក់ដិតដល់អីត្រឹម38 40គឺយើងអាចបាច់ជីផ្ដាច់បានហើយអញ្ចឹងណាហើយដូចខ្ញុំត្រឡប់មកវិញគឺអាចសង្កេតមើលសលៃនេះក៏បានហើយសង្កេតស្លឹកនេះដែលថ្នាំកន្លែងនេះក៏បានដែរពាក់ព័ន្ធនឹងការដែលអាយុកាលក្នុងការបាច់ជីផ្ដាច់អញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូខ្ញុំមានការចែកម្លែកតែប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនជួយ subscribe នៅ YouTube ខ្ញុំផងដើម្បីខ្ញុំមានវីដេអូចែកម្លែកវគ្គក្រោយទៀតបន្តពាក់ព័ន្ធនឹងការថែទាំស្រូវប្រាំងបាទមិនថាស្រូវប្រាំងឬស្រូវវស្សាទេបងប្អូនអាចសួរនាំខ្ញុំបាន